អាយរ៉ាំពេងពនីរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានលើកឡើងថាវិស័យកំពង់ផែនៅតែបន្តចាត់ទុកជាវិស័យអាទិភាពដែលបាននឹងកំពុងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិឲ្យឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ2050អាយរ៉ាំពេងពនីបានមានប្រសាសន៍ដូចនេះក្នុងឱកាសអញ្ជើញជាអធិបតីបើកមហាសន្និបាតភិហុនិកលើកទី10របស់កំពង់ផែស្វយ័តភ្នំពេញនៅថ្ងៃទី9ខែឧសភាឆ្នាំ2025អាយដាមរដ្ឋមន្ត្រីបានថ្លែងថាវិស័យកំពង់ផែត្រូវបានសម្ដេចនាយកហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីនិងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាកម្ពុជានឹងបន្តរហូតមកដល់រាជរដ្ឋាភិបាលអាណត្តិទី7ដែលដឹកនាំដោយសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៅតែបន្តចាត់ទុកជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យអាទិភាពនានាដែលបាននឹងកំពុងរួមចំណែកទ្រទ្រង់និងជំរុញកំណើនសេដ្ឋកិច្ចជាតិឲ្យឆ្ពោះទៅមុខដើម្បីឈានទៅសម្រេចបាននៅចក្ខុវិស័យកម្ពុជាឆ្នាំ2050ជាប្រទេសមានចំណូលខ្ពស់ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថាបើពិនិត្យទៅលើស្ថានភាពភិហ៊ុនរបស់កំពង់ផែស្វយ័តភ្នំពេញដែលបានរាយការណ៍កន្លងមកទំហំជួញដូរសរុបប្រចាំឆ្នាំមានចំនួនជិត240,000ភិហ៊ុន236,126ភិហ៊ុននិងថ្លៃជួញដូរជាមធ្យមមានចំនួនជាង13,000រៀល13,720រៀលក្នុងមួយភិហ៊ុនដែលនេះជាស្ថានភាពមួយដ៏ល្អប្រសើរក្រុមហ៊ុនដែលបានបោះពុម្ពផ្សាយលក់មូលបត្រឯកឧត្តមហ៊ីបាវីប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញបានមានប្រសាសន៍ថាកំពង់ផែស្វយ័តភ្នំពេញបានពង្រីកហេដ្ឋារចនាសម្ព័ន្ធបំពាក់គ្រឿងចក្រនិងឧបករណ៍សម្ភារៈទំនើបសម្រាប់បម្រើឲ្យប្រតិបត្តិការអាជីវកម្មលើកដាក់ទេផ្ទុកទំនិញរបស់អតិថិជនឲ្យកាន់តែមានភាពងាយស្រួលឆ្លើយតបទៅនឹងការកើនឡើងទំនិញជាកុងតឺន័រទំនិញរាយនិងនាវាទេសចរនិងបង្កើនសមត្ថភាពប្រកួតប្រជែងក្នុងតំបន់និងសកលលោកឲ្យតម្លៃនៃការដឹកជញ្ជូនកាន់តែទាប។